ចឹងនេះគឺជាលក្ខណៈនៃការប្រើប្រាស់រូបមន្ត count រូបមន្ត count គឺជារូបមន្តដែលគេប្រើសម្រាប់រាប់ count មានន័យថារាប់ count down រាប់ថយក្រោយ Yeah ចឹងជាលក្ខណៈនៃការប្រើប្រាស់ខ្ញុំនឹងបញ្យល់ពីលក្ខណៈមួយថាតើ count គេប្រើដូចម៉េចចឹង count មានប៉ុណ្ណេះទេយើងមាន4 5ទម្រង់ហ្នឹងហើយមានតែប៉ុណ្្នឹងឯងនៅក្នុងរូបមន្ត Excel គឺមាន count មាន count A count blank count if ហើយនិង count images នៅលើ Excel រូបមន្ត count គឺមានតែប៉ុណ្្នឹងឯង count count នេះមានន័យថារាប់ថាយើងរាប់តែតម្លៃទេហើយ count A នេះគឺយើងរាប់ទាំងតម្លៃហើយនឹងរាប់ទាំងអក្សរហើយ count blank នេះគឺយើងរាប់ទិន្នន័យនៅលើ cell ដែលអត់មានបែបនេះហើយតើហេតុអីបានចាំបាច់រាប់ខ្ញុំក៏មិនដឹងដែរតែរូបមន្តហ្នឹងមានដែរគេលោថា count នេះគេរាប់ឧទាហរណ៍ថាយើងទៅសេច្រើនរាប់រយទិន្នន័យយើងទៅអញ្ចឹងគេលោកគេ select all អញ្ចឹងទៅគេរាប់តែគេលោមានទិន្នន័យណាមួយអត់មានអីចឹងណាដើម្បីគេដឹង count if រាប់មានន័យថារាប់មានលក្ខខណ្ឌព្រោះយើងមិនចេះតែរាប់ទាំងអស់អីចឹងទេពេលខ្លះក៏មានលក្ខខណ្ឌដែរឧទាហរណ៍ថានៅក្នុងថ្នាក់យើងមានប្រុសមានស្រីចុះបើយើងចង់រាប់តែសិស្សប្រុសឬក៏យើងចង់រាប់តែសិស្សស្រីយើងមិនរាប់ទាំងអស់ណាមែនអត់ឬក៏ទិន្នន័យយើងមានឧទាហរណ៍ផ្លែឈើយើងចង់រាប់តែផ្លែស្វាយយើងចង់រាប់តែផ្លែក្រូចអីចឹងទៅអញ្ចឹងវាស្ទើរនឹង count if ដែរcount if រូបមន្ត if ដែរហ្នឹងហើយមានគេថាមានលក្ខខណ្ឌ count if ហើយអក្សរ s មានន័យថា count if នេះគឺរាប់ចាប់ពី2លក្ខខណ្ឌទៅ2លក្ខខណ្ឌទៅអញ្ចឹងយើងទៅមើលទាំងអស់គ្នាអញ្ចឹងមុននឹងចាប់ផ្ដើមរូបមន្តខ្ញុំប្រាប់គ្នាយើងនេះបន្តិចតទៅនឹងrank ពេលដែលយើងប្រើរូបមន្ត count វាមានពាក្យថា rank មានន័យថាជួរលក្ខខណ្ឌពេលដែលយើងស្លាច់ជាក់នឹងគេហៅថា rank ហើយចំណែកឯ criteria នេះគឺលក្ខខណ្ឌគឺយើងចង់ដាក់លក្ខខណ្ឌមិនអញ្ចឹងអញ្ចឹងខ្ញុំប្រាប់អាហ្នឹងហើយដោយសារតែពេលយើងទីយើងចាប់ប្រើរូបមន្តទៅវាមានអាហ្នឹងអញ្ចឹងយើងស្គាល់អាហ្នឹងក៏ជួយឲ្យយើងឆាប់យល់ពីការប្រើប្រាស់រូបមន្តហ្នឹងដែរតោះឥឡូវយើងទៅឧទាហរណ៍ពីរូបមន្ត count នឹងទាំងអស់គ្នាទៅអញ្ចឹងយើងវាយសញ្ញាស្មើមកហើយយើងវាយពាក្យថា count នេះអញ្ចឹងនេះនៅលើ Excel គឺ count មានប៉ុណ្ណា count A count blank count x count s count A នេះពេលខ្លះគេហៅ count តា count តាអូខេ count អញ្ចឹងយើង select លើវាមកហើយយើងអានេះគេដាក់ថា value 1 value 2ប៉ុន្តែនេះអា cell ហើយលេខ1លេខ2ហ្នឹងគឺទិន្នន័យទី1ទិន្នន័យទី2ហ្នឹងគេហៅ value 1 value 2អញ្ចឹងយើង select លើមួយក្បៀហើយ select មួយទៀតតែព្យាគ្មានណាគេធ្វើអញ្ចឹងទេអញ្ចឹងគេ select ដូច rank អញ្ចឹងគឺយើង select ទាំងអស់ទិន្នន័យយើងមានប្រមាណយើង select ទាំងអស់មកហើយយើងបិទកញ្ចក់ហើយ enter អញ្ចឹងពេលដែលអ្នកនរគ្នា enter ឃើញលេខ4មានន័យថាម៉េចគឺមានន័យថាវារាប់ចេះ cell 1មានអញ្ចឹងវារាប់1 2 3 4អូខេអញ្ចឹងមានន័យថាគ្រប់ cell ទាំងអស់ដែលយើង select មិញហ្នឹងគឺមាន4មានន័យថាមានតម្លៃស្មើ4វារាប់ឃើញវារាប់មានអញ្ចឹងវារាប់ថា4អូខេគឺបែបហ្នឹងណាចាអញ្ចឹងយើងសាកចាប់ទាញទៅមើលទាញមកខាងស្ដាំណាអញ្ចឹងខ្ញុំចាប់ទាញអញ្ចឹងពេលដែលយើងចាប់ទាញមកឃើញថាអានេះ4អានេះ0អានេះ2 2 0 0 0កន្លែងនេះដោយសារតែនេះជាអក្សរចុះខ្ញុំថាមិនអញ្ចឹង count គឺរាប់ទិន្នន័យជាតម្លៃមានន័យថាជាលេខតើតែលេខបានវារាប់អញ្ចឹងនិយាយឧទាហរណ៍ដូចជា ID អញ្ចឹងវារាប់គ្រប់4របស់វាមែនព្រោះ4 cell នេះគឺមាន4ទាំង4ចំណែកនេះ0ព្រោះអត់មានលេខទេអានេះឃើញ2ដោយសារវារាប់លេខ3ហើយនិងលេខ2នេះ A1 នេះដោយសារតែមានអក្សរក្នុងហ្នឹងអញ្ចឹងវាអត់រាប់ទេអានេះវាទិន្នន័យខុសអញ្ចឹងក៏វាអត់រាប់ដែរ error អីចឹងទៅអញ្ចឹងវារាប់តែអក្សរទេជារូបរាប់តែអក្សរពេលអានេះវារាប់2គឺវារាប់អានេះហើយនឹងអានេះអញ្ចឹងថ្ងៃខែក៏វារាប់ដែរព្រោះថ្ងៃខែនៅលើ Excel យើងអាចគណនាបាននិយាយអញ្ចឹងវារាប់2ហ្នឹងហើយអានេះវាអត់រាប់ដោយសារតែជាអក្សរអញ្ចឹងលក្ខណៈ count គឺបែបហ្នឹងម្ដងទៀត count មានន័យថាជារូបមន្តរាប់តែលេខមានតម្លៃជាលេខមិនមែនទិន្នន័យជាអក្សរទេផ្ទុយពី count គឺ count A មានន័យថាអក្សរក៏វារាប់លេខក៏វារាប់បាទអញ្ចឹងគឺយើងសាកមើលអញ្ចឹងគឺយើងសាកវាយមើលបាទហើយយើងចុចខាងខមកចុចពេលអូខេមកខមកវា select ឡើងនេះ account A ហើយ count A មានន័យថា all មានន័យថារាប់ទាំងអស់តមកគ្នាយើង select លើវាក៏បានឬក៏គ្នាយើងចុច key tab ក៏បានដែរដើម្បីលឿនចុច key tab ពីមុនអត់បានប្រាប់ដោយសារតែទៅចូលថ្មីឥឡូវយើងចេះប្រើរូបមន្តខ្លះៗហើយខ្ញុំប្រាប់តែម្ដងទៅដើម្បីលឿនគឺយើងចុច key tab ហើយបើយើងចង់ select រូបមន្តណាខាងក្រោមគឺយើងចុច key arrow ចាំមើលចុច key arrow មកខាងក្រោមមកអូខេចុច key arrow ទៅខាងលើវិញវាទៅលើវិញ
ឥឡូវយើងចង់ប្រើរូបមន្តហ្នឹងអញ្ចឹងយើងចុច key tab នេះ key tab នៅកន្លែងនេះនេះ key tab ហើយ arrow នេះសញ្ញាព្រួយឆ្វេងស្ដាំលើក្រោមណាចុច key tab មកអូខេអញ្ចឹងខ្ញុំចុច key tab អញ្ចឹងវា select បើកមុខកញ្ចក់ឲ្យយើងណាអញ្ចឹងយើង select ហ្នឹង select ប៉ុណ្ណឹងចាត់លើសដល់នេះ select តាមនេះបងហើយយើងបិទមុខកញ្ចក់ enter មកអញ្ចឹងពេលដែលគ្នាយើង enter មកយើងឃើញ4ដូចគ្នាហើយយើងចាប់ទាញមកខាងស្ដាំមកឲ្យអស់អូខេអញ្ចឹងអានេះ4មានន័យថាវារាប់ដូច account អញ្ចឹងតែអានេះគឺវារាប់ដែរឃើញអត់អានេះ account នេះវាអត់រាប់ទេតែ account នេះរាប់អានេះក៏4ដែរមានន័យថា error ក៏វារាប់មានលេខមានអក្សរក៏វារាប់ដែរណាអានេះ3មានន័យថាវារាប់ទាំងអស់តែវាអត់រាប់អានេះមួយព្រោះនេះអត់មានទិន្នន័យអញ្ចឹងវាមិនរាប់អានេះឃើញ4រាប់ទាំងអស់ count blank បាទ count blank គឺអត់រាប់បាច់ទៅយើងវាយ count blank មកនេះទី3ចុច key tab យើង select ដូច3មកហើយអ្នកទាំងអស់គ្នាបិទមុខកញ្ចក់ enter តមកវានឹងចេញលេខ0អស់មកក៏ចេញលេខ0ដែរ0ទាំងអស់អត់តែអានេះមួយទេវាចេញលេខ1ដោយសារតែនេះវាអត់ទិន្នន័យអញ្ចឹងវាអត់រាប់ទេបែបហ្នឹងណាតែបើយើងដាក់លេខចូលវារាប់នេះអញ្ចឹងវា0ថាអត់មាន style ដែលអត់មានទិន្នន័យទេអក្សរក៏វារាប់ដែរណាខ្ញុំលុបចោលខ្ញុំដាក់អក្សរអីមួយក៏វារាប់ដែរកុំថាឡើយតែអក្សរនេះសូម្បីតែចុចមួយក៏វារាប់ដែរនេះចុចមួយវានៅតែរាប់គឺថាអត់មាន cell ណាដែលអត់មានទិន្នន័យទេនេះសូម្បីតែចុចក៏វារាប់ដែរកុំថាឡើយតែចុចសូម្បីតែ space ហ្នឹង space ក៏វារាប់ដែរវាអត់ចេញ0ដែរគឺអត់មានផងហ្នឹងតែយើងចុចចូលមើលទៅហើយយើង select ចេះ select ទៅគ្នាយើងនៅឃើញ space អញ្ចឹងវារាប់ដែរអញ្ចឹង space ប្រយ័ត្ន count នេះគឺយើងប្រយ័ត្នអាកន្លែង space ហ្នឹងបន្តិចពេលខ្លះយើង select អីត្រឹមត្រូវអស់ហើយ select ទិន្នន័យនេះអស់ហើយដាក់លក្ខខណ្ឌទៅស្រាប់ចេញ0លក្ខខណ្ឌត្រូវអស់ហើយកណនីត្រូវអស់ហើយមិនចេញ0កាលលោកយើងសរសេរទៅវាមាន space មួយអីចឹងអញ្ចឹងវារាប់ដែរ space វារាប់ឥឡូវខ្ញុំដកវិញអញ្ចឹងវាចេញមួយវិញអត់មានទេខ្ញុំ select លេខមានដែរ count blank គឺបែបហ្នឹងឯងណា count if រាប់មានលក្ខខណ្ឌមិនទៅចុចឧទាហរណ៍ថា male នេះគឺប្រុស female នេះស្រីធម្មតាយើងមើលឃើញហើយថាប្រុសមាន male មាន2នាក់ female មាន2នាក់ហើយណាគេក៏ដឹងដែរឃើញជាក់ស្ដែងតែលក្ខខណ្ឌមានន័យថាខ្ញុំចង់រាប់តែសិស្សប្រុសទេក្នុងទិន្នន័យទាំងអស់ហ្នឹងខ្ញុំចង់រាប់តែសិស្សប្រុសទេអញ្ចឹងណាចឹងខ្ញុំធ្វើមិនចឹងខ្ញុំវាយសញ្ញាស្មើហើយខ្ញុំវាយ count if comma នេះ if ហើយខ្ញុំចុច key tab មកហើយខ្ញុំ select ទៅវាទាំងអស់បន្ទាប់មកគ្នាយើងឃើញនេះពាក្យ rank អញ្ចឹងយើង rank យើង select ហើយនេះ rank យើង select បន្ទាប់មកយើងក្បៀសនេះគេប្រាប់ក្បៀសនេះយើងឃើញក្បៀសទូចមួយនៅនឹងអត់អញ្ចឹងយើងត្រូវក្បៀសតាមគេក្បៀសមកបន្ទាប់មក criteria នេះគឺមានន័យថាលក្ខខណ្ឌនេះយើងចង់រាប់អីក្នុងនេះគេដាក់ male female ឥឡូវយើងចង់រាប់ male ឬក៏រាប់ female ឥឡូវយើងចង់រាប់ male អញ្ចឹងយើងបើកមុខកញ្ចក់នេះបើកមុខកញ្ចក់មកនេះដោយសារកុំព្យូទ័រខ្ញុំវាបើកមួយអត់ចេញដឹងមិនតែនេះយើងបើកចេញធម្មតាអត់អីទេហើយយើងដាក់ពាក្យថា male ហ្នឹងយើងចង់រាប់ male ប៉ុណ្ណឹងទៅយើងចង់រាប់ female យើងវាយពាក្យថា female ចឹងមកតោះនេះហ្នឹងលក្ខខណ្ឌនេះ criteria គឺលក្ខខណ្ឌបើកមុខកញ្ចក់សរសេរលក្ខខណ្ឌចុះមុខកញ្ចក់ហើយយើងបិទបិទមុខកញ្ចក់បិទទ្វីងកណ្ដោប sorry បិទទ្វីងកណ្ដោបមកហើយយើងបិទមុខកញ្ចក់មកអូខេហើយយើង enter មកចឹងចម្លើយនឹងឃើញ2ដោយសារតែតំណែងរបស់យើង4តែ female នេះមានតែ2នាក់ទេចឹងហើយมันវាឃើញ2ដោយសារតែយើងដាក់ female បើយើងដាក់ male ក៏ឃើញ2ដែរនេះយើងជឿចឹងឥឡូវយើងដាក់ male ក៏ឃើញ2ដែរខ្ញុំលុប female ចោលហើយដាក់ male ហើយយើង enter មកហេចេញ2ដែរចុះបើនេះខ្ញុំដាក់ mail ដល់តែ3នាក់អញ្ចឹងវាចេញ3ដែរដោយសារតែ mail 3នាក់នេះ1 2 3ហើយកន្លែងលក្ខខណ្ឌនេះនេះយើងប្រយ័ត្នតិចប្រយ័ត្ន right ខតិច mail មាន s ហើយអានេះអត់មាន s ផងណាសួរតែចេញអត់ខ្ញុំអត់ដឹងតែយើងសាក enter មើលអត់ចេញទេ0ដោយសារតែអត់មាន s ទេណាតិចច្រឡំវាយ s ចឹងទៅអញ្ចឹងដើម្បីស្រួលគេលោថាពេលខ្លះយើងវាយអក្សរទៅច្រឡំអីចឹងទៅអញ្ចឹងយើងធ្វើចេះវិញហើយណាមួយបើយើងដាក់ធ្វើគេដល់ដាក់អីចេះក៏វាយូរដែរអញ្ចឹងយើង select មកឥឡូវយើងចង់រក female select លើ female ចង់រក male select លើ male បែបនេះតោះនេះហើយយើង enter មកអញ្ចឹងចម្លើយឃើញ3បែបហ្នឹងតែអារឿង select ហើយនឹងវាយចូលហ្នឹងអត្ថន័យវាខុសគ្នាបើតើវាជាចម្លើយដូចគ្នាតែអត្ថន័យវាខុសគ្នាហើយវីដេអូលំហាត់ជ្រៅទៅទៀតខ្ញុំនឹងបញ្យល់អានោះកាន់តែច្បាស់តែគាត់គ្នាយើងដឹងថាយើងសរសេរចូលក៏បានយើង select ចេះក៏បានដែរចម្លើយឃើញដូចគ្នាទេអញ្ចឹង enter ពិបាកជាងគេគឺ count in នេះពិបាកមិនទេគ្រាន់តែថាវាច្រើនលក្ខខណ្ឌវាត្រូវសេយូរចឹងហើយនេះតែយើងអត់តន់ច្បាស់ទេអត់អាសាធ្វើវាទៅវារឿងច្រឡំដែរពេលខ្លះខ្ញុំក៏ច្រឡំដែរតើយើងអាសាធ្វើវាបន្តិចវាត្រូវចុចច្រើនតង់ហើយខ្ញុំ select បកមកហើយយើងចុច key tab យ៉ា
នេះហើយយើងចុច Temp mìnhចុច key code តោះអញ្ចឹងច្រើនលក្ខខណ្ឌមានន័យថាមិនមែនយើងលក្ខខណ្ឌមិញតែ mail មួយទេគេលោថាយើងរាប់អីផ្សេងពីនឹងទៀតចឹងណារាប់ផ្សេងមិនឥឡូវលក្ខខណ្ឌទី1យើងចង់រកសិស្សប្រុសឬក៏សិស្សស្រីចឹងចាស់នៃចំនួនសិស្សចឹងស្លេកទាំងអស់មកហើយយើងក្បៀសធ្វើដូចតាមមិញទេហើយយើងដាក់លក្ខខណ្ឌមកនឹងលក្ខខណ្ឌទី1ហើយថាយើងចង់រាប់សិស្សប្រុសចឹងស្លេកមកតោះមកយើងក្បៀសទៀតមកលក្ខខណ្ឌទី2អញ្ចឹងយើងចូលដល់លក្ខខណ្ឌទី2លក្ខខណ្ឌទី2យើង select លើតារាងទី2មកអញ្ចឹងលក្ខខណ្ឌទី1យើងរកចំនួនសិស្សហើយយើងរកសិស្សប្រុសលក្ខខណ្ឌទី2យើងរកសិស្សប្រុសហើយប៉ុន្តែសិស្សប្រុសហ្នឹងមិនជាប់ឬក៏ធ្លាក់អញ្ចឹងណាអញ្ចឹងខ្ញុំក្បៀសមកហើយយើងដាក់លក្ខខណ្ឌថាយើងរកសិស្សប្រុសធ្លាក់ចុះអញ្ចឹងខ្ញុំ select លើធ្លាក់ឬក៏យើងសេចូលក៏បានដែរណាកន្លែងហ្នឹងយើងsave មក fail ហើយយើងបិទមុខកញ្ចក់មកវិញមកអត់ដឹងមិនពេលសេមុខកញ្ចក់តែមួយវាអត់ទាន់ឃើញណាវាជាប់ key អូខេបែបនេះសេចូលក៏បាន select ក៏បានដែរហើយយើង enter មកអញ្ចឹងចម្លើយឃើញ2ហេតុអីបានឃើញ2ព្រោះ mail របស់យើងមាន3នាក់ឯងតែមិនបានចម្លើយឃើញ2ដោយសារតែ mail 3នាក់មែនប៉ុន្តែជាប់តែម្នាក់2នាក់ហ្នឹងអញ្ចឹងមានន័យថាតន័យតតែវាដូចគ្នាទាំងពីរអញ្ចឹងមានន័យថា mail ហើយធ្លាក់ទៀតអានោះវារាប់អានេះ mail ដែរប៉ុន្តែវាអត់ធ្លាក់ហងវាជាប់អញ្ចឹងវាអត់រាប់ទេព្រោះវាខុសលក្ខខណ្ឌទាំងពីររបស់យើងព្រោះលក្ខខណ្ឌយើង2លក្ខខណ្ឌទី1រកសិស្សប្រុសអញ្ចឹងវារកតែប្រុសលក្ខខណ្ឌទី2 fail អញ្ចឹងវារកតែ fail តតែ2លក្ខខណ្ឌនឹងដូចគ្នាវារាប់1ឲ្យយើងអត្ថន័យគឺបែបហ្នឹងអញ្ចឹងចម្លើយឃើញ2ដោយសារតែសិស្សប្រុសមាន2នាក់ទេដែលធ្លាក់ហើយសិស្សប្រុសម្នាក់ទៀតវាជាប់អញ្ចឹងវាអត់រាប់ទេអានេះគ្រាន់តែជាបញ្យលលក្ខណៈនៃការប្រើប្រាស់ count ទេដើម្បីឲ្យកាន់តែច្បាស់តើតែយើងទៅអនុវត្តជាក់ស្ដែងអញ្ចឹងណាហើយហេតុអីបានជា count ខ្ញុំបញ្យលមុនឲ្យហើយថាវាលក្ខណៈមិនគេហៅថារាប់តាទិន្នន័យមិនបានអានេះត្រូវរាប់អក្សរអីចឹងទៅអាហ្នឹងសំខាន់ដែរព្រោះពេលដែលយើងអនុវត្តជាក់ស្ដែងយើងមើលសំណួររបស់គេឧទាហរណ៍គេសួរថាចូលរាប់ចំនួនសិស្សទាំងអស់តាមរយៈឈ្មោះអញ្ចឹងគាត់យើងលើតែឈ្មោះគឺយើងប្រើ count A យើងអត់មានប្រើ count ធម្មតាកើតទេតែបើគេថាចូលរាប់ទិន្នន័យសិស្សទាំងអស់តាមរយៈ ID អញ្ចឹងបើតាមរយៈ ID ជាលេខយើងប្រើ count នេះមកអញ្ចឹងតែបើយើងចង់រាប់ចំនួនសិស្សទាំងអស់យើងប្រើ count A អញ្ចឹងទៅតាមរយៈអក្សរតាមរយៈឈ្មោះគាត់អីចឹងទៅព្រោះយើងអាចប្រើ count A ទៅរាប់សិស្សតាមរយៈ ID កើតទេអញ្ចឹងយ៉ា